4 common ways to say friend in Khmer. មិត្តភក្តិ ពួកម៉ាក់ណាញ់ ថ្លើ Number 1. មិត្តភក្តិ 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 It can be written in this way or this way. Both are called មិត្តភក្តិ to mean friend. For example, ពួកយើងជាមិត្តភក្តិល្អនឹងគ្នា ពួកយើងជាមិត្តភក្តិល្អនឹងគ្នា to mean we are good friends. ពួកយើងជាមិត្តភក្តិល្អនឹងគ្នា Number 2. ពួកម៉ាក់ 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 to mean friend. For example, ខ្ញុំនឹងទៅផឹកកាហ្វេជាមួយពួកម៉ាក់របស់ខ្ញុំ ខ្ញុំនឹងទៅផឹកកាហ្វេជាមួយពួកម៉ាក់របស់ខ្ញុំ to mean I will go to have a coffee with my friend. ខ្ញុំនឹងទៅផឹកកាហ្វេជាមួយពួកម៉ាក់របស់ខ្ញុំតោះពួកម៉ាក់ Number 3. ណាញ់ សំឡាញ់ សំឡាញ់ to mean friend. For example, សំឡាញ់របស់ខ្ញុំរៀននៅថ្នាក់ទី7ជាមួយខ្ញុំ សំឡាញ់របស់ខ្ញុំរៀននៅថ្នាក់ទី7ជាមួយខ្ញុំ to mean my friend studies in grade 7 with me. សំឡាញ់របស់ខ្ញុំរៀននៅថ្នាក់ទី7ជាមួយខ្ញុំ Number 4. ថ្លើ 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 to mean friend but used between men and man we can call ថ្លើ to mean friend. For example, ខ្ញុំនិងអាតូជាថ្លើនឹងគ្នាតាំងពីក្មេង ខ្ញុំនិងអាតូជាថ្លើនឹងគ្នាតាំងពីក្មេង to mean I and Atto have been friends since childhood. ខ្ញុំនិងអាតូជាថ្លើនឹងគ្នាតាំងពីក្មេង